លោកអនុធានជួបសម្ដេចហ៊ុនម៉ាណែតមួយផ្លែតហាក់ដូចជាគ្រាន់តែទាញកែងដៃមកជជែកគ្នាបដិសេធនិយាយរឿងបើកច្រកព្រំដែនខ្លាចជនជាតិថៃខឹងដល់ស្លាប់បាទពុកម៉ែបងប្អូនថ្ងៃនេះយើងទៅតាមដានព័ត៌មានមួយទាក់ទងជាមួយនឹងលោកអនុធានបានជួបសម្ដេចហ៊ុនម៉ាណែតនៅប្រទេសរុស្ស៊ីណាពុកម៉ែបងប្អូនបាទនាយករដ្ឋមន្ត្រីអនុធានបានបញ្ជាក់ក្នុងកំឡុងពេលកិច្ចប្រជុំអាស៊ានរុស្ស៊ីថាលោកមានឱកាសបានពិភាក្សាយ៉ាងខ្លីជាមួយសម្ដេចហ៊ុនម៉ាណែតមកពីប្រទេសកម្ពុជាដោយបានសង្កត់ធ្ងន់ថាមិនចង់ឲ្យមានចំនួននោះទេនឹងមានការឃ្លាំមើលតាមព្រំដែនជាប្រចាំព្រមទាំងបានបញ្ជាក់សារជាថ្មីអំពីជំហររបស់ប្រទេសថៃនៅក្នុងអនុសញ្ញា UN ខ្លៅហើយក៏មិនបានលើកយកបញ្ហាបើកច្រកព្រំដែនមកជជែកគ្នាដែរព្រោះខ្លាចធ្វើឲ្យប្រជាជនថៃខឹងសម្បានៅវេលាម៉ោង 8:15 នាទីថ្ងៃទី 19 ខែមិថុនាលោកអនុធានឆាន់វីរគុណនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីស្ថានភាពដែលប្រទេសអ៊ុយក្រែនបានធ្វើប្រតិកម្មយោធាដោយការបង្ហោះដ្រូនវាយប្រហារទៅលើទីក្រុងម៉ូស្កូព្រមទាំងតំបន់ជុំវិញនៃប្រទេសរុស្ស៊ីក្នុងកំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីកំពុងចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានរុស្ស៊ីសម័យវិសាមញ្ញនៅទីក្រុងហ្គាហ្សាប្រទេសរុស្ស៊ីថាអាញាធររុស្ស៊ីបានជូនដំណឹងដល់អ្នកចូលរួមប្រជុំទាំងអស់ឲ្យមានការប្រុងប្រយ័ត្ននិងមិនត្រូវដើរចុះឡើងដោយគ្មានសណ្ដាប់ធ្នាប់នោះទេព្រោះអាចនឹងមានព័ត៌មានអំពីការវាយប្រហារពីភាគីចំនួនបាទគឺភាគីអ៊ុយក្រែនបងប្អូនបាទអ៊ុយក្រែននិងរុស្ស៊ីគឺនៅតែបន្តចំនួនបន្តឆ្លោះគ្នារហូតដែរបងប្អូនបាទជាច្រើនឆ្នាំមកហើយបាទនៅពេលសួរថាតើលោកមានអារម្មណ៍ភ័យស្លន់ស្លោដែរឬទេនៅពេលទទួលបានដំណឹងនេះលោកអនុធានបានបញ្ជាក់ថាលោកមិនដែលសប្បាយចិត្តចំពោះស្ថានភាពហិង្សានោះទេហើយក៏មិនចង់ឲ្យវាកើតឡើងដែរបាទពុកម៉ែបងប្អូនសម្ដីអនុធាននិយាយឡើងនេះគឺក្បត់នឹងចិត្តខ្លួនឯងហើយបាទបើមិនចង់ឃើញចំនួនកើតឡើងមិនដេចក៏ចេះតែឆ្លៀនពៀនខ្មែរមិនដេចក៏ចេះតែចង់បង្កចំនួនជាមួយខ្មែរអញ្ចឹងណាពុកម៉ែបងប្អូនព្រមទាំងបានបញ្ជាក់ថាបានធ្វើការត្រួតពិនិត្យរួចហើយឃើញថាប្រជាជនថៃដែលរស់នៅទីនោះមានសុវត្ថិភាពល្អនិងបានណែនាំឲ្យស្ថានទូតថៃប្រចាំប្រទេសរុស្ស៊ីមើលថែប្រជាជនថៃឲ្យបានដិតដល់បំផុតប្រសិនបើមានករណីចាំបាច់បន្ទាន់ណាមួយដោយលោកក៏បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំទីក្រុងម៉ូស្កូដែលគាត់មានការត្រៀមលក្ខណៈរួចជាស្រេចហើយផងដែរនៅពេលសួរអំពីបញ្ហាសន្តិសុខអន្តរជាតិដែលប្រទេសថៃក៏នៅតែមានស្ថានភាពសន្តិសុខតាមព្រំដែនជាមួយប្រទេសកម្ពុជាតើត្រូវមានការប្រុងប្រយ័ត្នយ៉ាងណានោះលោកអនុធានបានបញ្ជាក់ថាយើងមានការឃ្លាំមើលតាមព្រំដែនជាប្រចាំព្រមទាំងបានបង្ហើបឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ានរុស្ស៊ីនិងនៅក្នុងបន្ទប់សម្រាប់របស់លោកមានឱកាសបានជួបនិងពិភាក្សាជាមួយសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដែលក្នុងនោះយើងបានបញ្ជាក់សារជាថ្មីអំពីជំហរនិងឋានៈរបស់ប្រទេសថៃនិងអ្វីដែលប្រទេសថៃនឹងអនុវត្តទាំងយន្តការ UN ខ្លៅគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រណាបងប្អូននិងអិរិយាបថរបស់យើងចំពោះការចរចាក្នុងក្របខ័ណ្ឌផ្សេងៗទៀតទាំង JBC គឺក៏យើងហៅថាគណៈកម្មការព្រំដែនរួមណាបងប្អូននិង GBC កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅបាទបងប្អូនប្រសិនបើ UN ខ្លះឈានទៅរកវិធីសាស្ត្រនៃការសម្របសម្រួលដោយបង្ខំហើយប្រសិនបើការសម្របសម្រួលនោះថាបង្ខំយើងប្រហែលជាត្រូវផ្អាកការចរចាក្នុងក្របខ័ណ្ឌទាំងនេះសិនហើយព្រោះវាមានទិសដៅដែលរាជរដ្ឋាភិបាលថៃបានកំណត់ទុកព្រមទាំងបានសង្កត់ធ្ងន់ថាយើងមានការត្រៀមលក្ខណៈរួចជាស្រេចនិងនៅតែបន្តឃ្លាំមើលតាមព្រំដែនជាប្រចាំនៅពេលសួរថាតើការពិភាក្សារវាងមេដឹកនាំទាំងពីររូបបាននិយាយអ្វីខ្លះទៅកាន់ភាគីកម្ពុជាដល់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាមិនមានពេលច្រើនទំហំនោះទេគឺលោកចង់និយាយថាវាខ្លីបងប្អូនក៏ថុចញុចណាវាអត់មានពេលច្រើនសម្រាប់ជជែកវែងញ៉ៃរឿងអីផ្សេងទេបងប្អូនបាទវាហាក់ដូចជាគ្រាន់តែការទាញកែងដៃមកជជែកគ្នាដោយលោកយល់ឃើញថាភាគីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចហើយថាតើត្រូវនិយាយគ្នាបែបណាស្របតាម
មេយាទការទូតនៅពេលជួបគ្នាហើយវាក៏មិនមែនជាអ្វីដែលហួសពីការរំពឹងទុកនោះដែរនៅពេលសួរបញ្ជាក់ថាតើលោកហ៊ុនម៉ាណែតបានពន្យល់បកស្រាយអ្វីខ្លះដែរឬទេអំពីចលនាតាមបណ្ដោយព្រំដែនខាងភាគីកម្ពុជាលោកអនុทินបានបញ្ជាក់ថាភាគីខាងនោះក៏មិនចង់ឲ្យមានចំនួនដែរដែលវាដូចជានឹងរូបលោកដែលមិនចង់ឲ្យមានរឿងទាំងនេះកើតឡើងស្រាប់ទៅហើយប៉ុន្តែអ្វីដែលបានកើតឡើងកន្លងមកគឺវាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋថៃដែលខាងលោកហ៊ុនម៉ាណែតក៏បាននិយាយដែរថាវាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនរបស់លោកដូចគ្នាហេតុដូច្នេះហើយទើបត្រូវស្វែងរកផ្លូវទៅមុខបន្តទៀតប៉ុន្តែបច្ចុប្បន្នយើងបានស្នើឲ្យមានការពិភាក្សាក្នុងក្របខ័ណ្ឌផ្សេងប៉ុន្តែខាងភាគីកម្ពុជាបានជ្រើសរើសវិធីសាស្ត្រសម្រុះសម្រួលដោយបង្ខំដែលយើងក៏បានចាត់តាំងតំណាងរបស់យើងរួចរាល់ហើយដែរប្រសិនបើយើងពេញចិត្តនឹងទទួលយកតែបើមិនពេញចិត្តគឺយើងមិនទទួលយកនោះឡើយបាទបងប្អូននិយាយអញ្ចឹងបានន័យថាម៉េចបងប្អូនអនុทินនិយាយអញ្ចឹងបានន័យថាម៉េច UN Cloud គឺគេជាអង្គការសហប្រជាជាតិមួយដែលចាប់បង្ខំគឺទទួលយកមិនទទួលយកបើសិនជាតឡាការចេញសេចក្តីមកថាម៉េចគឺបែបហ្នឹងហើយទោះបីជាលោកទទួលយកមិនទទួលយកគឺវាត្រូវទៅតាមហ្នឹងឯងប៉ុន្តែអនុทินនិយាយអញ្ចឹងគឺគ្រាន់តែចង់លើកទឹកចិត្តប្រជាពលរដ្ឋទេព្រោះដឹងខ្លួនហើយនៅនឹងចាញ់ខ្មែរណាបងប្អូនបាទតែយើងតទៅទៀតបងប្អូនចំណែកឯរឿងបើកច្រកព្រំដែនវិញតើមានការលើកយកមកពិភាក្សាគ្នាដែរឬទេលោកនាយករដ្ឋមន្ត្រីបានសើចហើយបញ្ជាក់ថាសូមកុំសួរពីរឿងនេះអីលោកមិនទៅដាស់រំញោចនិយាយរឿងនឹងនោះទេបើហ៊ានតែទៅនិយាយរឿងនោះប្រជាជនថៃច្បាស់ជាខឹងស្លាប់មិនខាននោះទេមិននិយាយដាច់ខាតគឺលើកថាមិននិយាយទេណាបងប្អូនរឿងបើកច្រកវិញហ្នឹងបងប្អូនបាទហើយកម្ពុជាយើងដូចជាមិនដែរសូវខ្វល់ខ្វាយអារឿងបើកច្រកបើកច្រាំងអីទេបងប្អូនថៃបិទដល់ខ្លួនឯងធ្វើអីដល់ខ្លួនឯងហើយចង់បើកក៏បើកទៅមិនចង់បើកក៏អត់ទៅក៏ប៉ុន្តែកម្ពុជាយើងគឺនៅតែមិនបើកចឹងបងប្អូនកម្ពុជាយើងបានបដិញ្ញាហើយថាមិនបើកដាច់ខាតដរាបណាថៃនៅតែឆ្លៀនពៀនខ្មែរយើងមិនព្រមឈប់ទេថៃនៅតែគ្រប់គ្រងតំបន់ដែលជាដែនអធិបតេយ្យរបស់ខ្មែរយើងមិនឈប់ទេខ្មែរយើងក៏មិនព្រមបើកច្រកដែរបងប្អូនបាទព្រោះខ្មែរយើងបានបញ្ជាក់ជាច្រើនដងហើយថាបើសិនជាបិទដោយឯកតោភាគីយើងបិទហើយគឺយើងមិនបើកវិញទេបងប្អូនបាទទន្ទឹមនឹងនេះដែរក្រោយពីការផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានលោក Yevgeny Domin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសថៃបានចូលរួមសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រីដែលត្រូវបានគេរំពឹងថាជាការរាយការណ៍អំពីស្ថានភាពជំវិញករណីដែលប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារបាញ់ស្រោចទៅលើទីក្រុងម៉ូស្កូប្រទេសរុស្ស៊ីមុនពេលដែលលោកនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូឡើងយន្តហោះធ្វើដំណើរត្រឡប់មកប្រទេសថៃវិញបាទពុកម៉ែបងប្អូនការលើកឡើងរបស់ថៃណាពុកម៉ែបងប្អូនថ្នាក់ដឹកនាំរបស់ថៃគឺព្យាយាមទាញខ្មែរយើងទៅជាប់ខ្លាំងមែនទែនមិនថាទៅដល់ណាទេពុកម៉ែបងប្អូនមិនថាទៅសិង្ហបុរីទៅម៉ាឡេស៊ីឥណ្ឌូនេស៊ីទៅចិនទៅណាក៏គេមិនដែលភ្លេចអារឿងលើកយកអាបញ្ហាជាមួយខ្មែរយើងទៅជជែកវិញដែរពុកម៉ែបងប្អូនបាទគេធ្វើបែបហ្នឹងគឺដើម្បីតែទាក់ទាញចិត្តក្រុមជ្រុលនិយមមួយចំនួននៅក្នុងប្រទេសថៃទេពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនអ្នកដែលចេះភាសាថៃអាចចូលទៅមើលក្នុង comment បានពុកម៉ែបងប្អូនបាទគឺភាគច្រើនអ្នកដែល comment មិនសូវមានណាគេចូលចិត្តអនុทินប្រហែលទេពុកម៉ែបងប្អូនបាទព្រោះគេដឹងហើយថាអនុทินគឺជាមនុស្សបែបណាបាទគឺជាស្ដេចនៃថ្នាំញៀនហើយពុកម៉ែបងប្អូនបាទតោះឥឡូវនេះយើងបន្តទៅព័ត៌មានមួយទៀតពុកម៉ែបងប្អូនបាទការវិលត្រឡប់របស់នាយករដ្ឋមន្ត្រីថៃចូលប្រទេសវិញណាពុកម៉ែបងប្អូនហើយយើងគ្រាន់តែប្រែឲ្យដឹងទៅពុកម៉ែបងប្អូនថាគេលើកឡើងលើកខ្លះគេនិយាយទាក់ទងនឹងខ្មែរឬអត់ពេលដែលគេត្រឡប់មកវិញអញ្ចឹងណាពុកម៉ែបងប្អូនតើយើងទៅមើលទាំងអស់គ្នាបាទនាយករដ្ឋមន្ត្រីមានសុវត្ថិភាពល្អនិងហោះហើរត្រឡប់មកប្រទេសថៃវិញនៅយប់នេះតាមការកំណត់ដដែលបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហាររដ្ឋធានីរបស់រុស្ស៊ីដោយដ្រូនជាច្រើនគ្រឿងលោកអនុทินឆានវីរគុណ
នាយករដ្ឋមន្ត្រីកំពុងស្ថិតក្នុងកំឡុងពេលធ្វើដំណើរត្រឡប់មកប្រទេសថៃវិញតាមការកំណត់ដែលនៅក្នុងយប់ថ្ងៃទី18ខែមិថុនាឆ្នាំ2026បន្ទាប់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីនៅទីក្រុងហ្គាហ្សាដាក់ខណៈដែលអ៊ុយក្រែនទើបតែបានបើកការវាយប្រហារលើទីក្រុងមូស្កូដោយដ្រូនជាច្រើនគ្រឿងបណ្ដាលឲ្យមានការខូចខាតជាច្រើនកន្លែងទោះជាយ៉ាងណាក៏ដោយមនុស្សជិតស្និទ្ធបានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីមានសុខភាពល្អទេកាលពីថ្ងៃទី18ខែមិថុនាអ្នកយកព័ត៌មានបានរាយការណ៍អំពីសកម្មភាពរបស់លោកអនុทิនឆានវីរគុណនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងស្ថិតក្នុងកំឡុងពេលដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីសម័យវិសាមញ្ញចាប់ពីថ្ងៃទី16ដល់ថ្ងៃទី19ខែមិថុនាឆ្នាំ2026នៅទីក្រុងហ្គាហ្សានៃសហព័ន្ធរុស្ស៊ីលោកនាយករដ្ឋមន្ត្រីមានការវិភាគធ្វើដំណើរត្រឡប់មកប្រទេសថៃវិញនៅវេលាម៉ោង20ហើយមកដល់ប្រទេសថៃនៅវេលាម៉ោង 9:00 នាទីព្រឹកថ្ងៃទី19ខែមិថុនានេះនៅប្រលានយន្តហោះយោធាភូមិភាគ2កងពលហោះហើរលេខ6ខណ្ឌដល់មឿងទីក្រុងបាងកកចុងក្រោយបំផុតនៅថ្ងៃដដែលនេះមានសេចក្តីរាយការណ៍ព័ត៌មានថាកងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកឬហៅថា drone ក្នុងទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដោយផ្ដោតគោលដៅកំទេចទីក្រុងម៉ូស្កូដែលជារដ្ឋធានីរបស់រុស្ស៊ីបណ្ដាលឲ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងក្លានៅតាមកន្លែងជាច្រើនហើយរចនាសម្ព័ន្ធរូបវ័ន្តផ្នែកដឹកជញ្ជូនត្រូវគាំងដំណើរការយ៉ាងធ្ងន់ធ្ងរហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលលោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីមានការវិភាគបើកកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីសម័យវិសាមញ្ញនៅទីក្រុងហ្គាហ្សាដែលមានលោកអនុทิនចូលរួមក្នុងកិច្ចប្រជុំផងដែរដោយឡែកតាមរយៈការសាកសួរមនុស្សជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថាលោកអនុทิននិងគណៈប្រតិភូមានសុខភាពល្អទេដោយនឹងធ្វើដំណើរត្រឡប់មកប្រទេសថៃវិញនៅយប់នេះតាមការវិភាគដដែលយើងនឹងមកដល់ប្រទេសថៃនៅថ្ងៃទី19ខែមិថុនារួចចូលមកបម្រើការនៅវិមានរដ្ឋាភិបាលជាធម្មតាបាទពុកម៉ែបងប្អូននៅខាងកម្ពុជាយើងក៏មានដែរពុកម៉ែបងប្អូនសម្ដេចក៏លោកបានអញ្ជើញទៅកាន់ប្រទេសរុស្ស៊ីដែរសហព័ន្ធរុស្ស៊ីណាពុកម៉ែបងប្អូនដើម្បីធ្វើការប្រជុំអាស៊ានរុស្ស៊ីបាទពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនចង់ដឹងព័ត៌មានថាយ៉ាងណាយ៉ាងណីអាចចូលទៅមើលក្នុងកាសែតកម្ពុជាយើងបានពុកម៉ែបងប្អូនបាទហើយនេះគឺខ្ញុំយកកាសែតពីខាងថៃទេដោយសារតែយើងចង់ដឹងថាពួកគេបានលើកឡើងអ្វីខ្លះធ្វើអីខ្លះចឹងណាពុកម៉ែបងប្អូនបាទហើយព័ត៌មានទាំងពីរនេះគឺចប់តែប៉ុណ្ណឹងពុកម៉ែបងប្អូនខ្ញុំក៏សូមអរគុណនិងសូមជម្រាបលាបាទ